ជំរាបសួរពុកម៉ែបងប្អូនអញ្ជើញហូបបាយជាមួយខ្ញុំថ្ងៃនេះខ្ញុំមានខសាច់ជ្រូកហើយនឹងឆាអានងហើយនឹងស្វាយទុំអញ្ចឹងមកអញ្ជើញហូបបាយជាមួយខ្ញុំទាំងអស់គ្នា Yes, wow, wow, perfect, love. ជម្រាបសួរពុកម៉ែបងប្អូនខ្ញុំកញ្ញាថ្ងៃនេះខ្ញុំនឹងបងស្រីរបស់ខ្ញុំក៏លើកយកនៅមុខម្ហូបមួយមុខទៀតហើយដែលមានឈ្មោះថាខពងទាជាមួយនឹងសាច់ជ្រូក3ជាន់ដំបងឡើយពួកយើងនឹកអត់ឃើញថាចង់ធ្វើវាទេដោយសារតាអង្គុយគិតជាមួយបងថាគួរតែធ្វើអីញ៉ាំថ្ងៃនេះដោយសារជាពេលទំនេររបស់យើងអញ្ចឹងហើយឆ្លៀតក្នុងឱកាសនេះក៏នឹកឃើញចង់ធ្វើអីមួយដែលយើងចង់ញ៉ាំឬមួយក៏វាប្លែកៗដែរប៉ុន្តែក្មួយស្រីតូចរបស់ខ្ញុំគេមកប្រាប់ថាមេថ្ងៃហ្នឹងគឺចង់ញ៉ាំខពងទាជាមួយនឹងសាច់ជ្រូក3ជាន់អញ្ចឹងហើយខ្ញុំក៏នឹកឃើញថាអូខេបើគាត់ចង់ញ៉ាំអញ្ចឹងហើយយើងក៏ធ្វើជូនគាត់ទៅហើយក៏ឆ្លៀតឱកាសនេះថតបង្ហាញជូនបងប្អូនទស្សនាទាំងអស់គ្នាតែម្ដងទៅគ្រឿងសង្កូលនៅក្នុងម្ហូបមួយមុខនេះគឺខ្ញុំដាក់ពងទាសាច់ជ្រូក3ជាន់ជាមួយនឹងស្វាយជ្រូកជាទូទៅហ្នឹងគឺខ្ញុំតែដាក់ពងទារៀងច្រើនបន្តិចដោយសារតាក្មួយតូចៗរបស់ខ្ញុំគឺគាត់ចូលចិត្តញ៉ាំពងទាសម្រាប់វិធីធ្វើវិញដំបូងឡើយគឺខ្ញុំត្រូវកូរស្ករពាងឲ្យក្រហមបំពងជាមួយនឹងខ្ទឹមឲ្យឈ្ងុយខ្ញុំប្រើជាមួយនឹងទឹកត្រី1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេទឹកប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយហើយនឹងប្រើជាមួយនឹងម្រេចម៉ដ្ឋហ្នឹងគឺ1ស្លាបព្រាកាហ្វេបន្តមកទៀតហ្នឹងយើងក៏ដាក់ជាមួយនឹងសាច់របស់យើងកូរវាឲ្យចូលជាតិបន្តមកទៀតក៏ដាក់ជាមួយនឹងពងទាហើយថែមទឹកបន្តិចដើម្បីរងាស់វាចោលយើងធ្វើបែបនេះដើម្បីឲ្យសាច់ហើយនឹងពងទារបស់យើងហ្នឹងគឺវាចូលជាតិជាមួយនឹងគ្រឿងរបស់យើងបានល្អហើយបងប្អូនកុំភ្លេចអសោះគឺយើងត្រូវតែភ្លក់វាដើម្បីឲ្យដឹងរសជាតិបន្ទាប់មកបើបានរសជាតិដូចអ្វីដែលយើងចង់បានហើយយើងគ្រាន់តែរងាស់វាចោលឲ្យរាងស្ងួតទឹកបន្តិចវារួចជាការស្រេចជំរាបសួរពុកម៉ែបងប្អូនអញ្ជើញហូបបាយជាមួយខ្ញុំថ្ងៃនេះខ្ញុំមានខសាច់ជ្រូកហើយនឹងឆាអានងហើយនឹងស្វាយទុំអញ្ចឹងមកអញ្ជើញហូបបាយជាមួយខ្ញុំទាំងអស់គ្នាចាំចាញ៉ាំចាណាអូថ្ងៃនេះឆ្ងាញ់ណាបានឆាអានងត្រូវចិត្តហ្មងហើយនឹងខហើយនឹងស្បែកទុំត្រូវចិត្តណាឆ្ងាញ់ណា
ជំរាបលាពុកម៉ែបងប្អូនជួយ like ជួយ share ម៉ែម្នាក់មួយផងកូន